មានអ្នកសុំទានម្នាក់បានអង្គុយសុំទាននៅតាមដងផ្លូវហើយក្នុងពេលនោះក៏មានសទ្ធិម្នាក់ដើរឆ្លងកាត់នោះក៏បានកលេចទៅឃើញបរិសុំទាននោះសទ្ធិសេញចឹងមើលបរិសុំទាននោះមួយសន្ទុះហើយក៏សួរទៅបរិសុំថាហេតុអ្វីបានជាអ្នកមកសុំទានគេដែលខ្ញុំមើលទៅអ្នកគឺមានកម្លាំងមាំមួនសុខភាពល្អណាស់អ្នកសុំទានឆ្លើយតបថាខ្ញុំអត់មានលុយខ្ញុំអត់មានដើមទុនខ្ញុំអត់មានឱកាសខ្ញុំអត់ដឹងថាត្រូវទៅធ្វើអីក្រៅពីសុំទានសទ្ធិបានសួរបន្តទៀតថាចុះបើសិនជាខ្ញុំផ្ដល់ឱកាសឲ្យអ្នកជាដៃគូរកស៊ីជាមួយខ្ញុំតែអ្នកគិតយ៉ាងណាដែរប្រសិនទៀតរំភើបជាខ្លាំងប៉ុន្តែក៏នឹកឆ្ងល់ក្នុងចិត្តហើយក៏សួរទៅសភ័យវិញថាតើឲ្យខ្ញុំរកស៊ីជាមួយអ្នកបែបណាទៅជាដៃគូបែបណាទៅបើសិនជាខ្ញុំអត់មានជំនាញអត់មានចំណេះអត់មានដើមទុនសម្រាប់សហការជាមួយអ្នកផងហ្នឹងសភ័យនោះញញឹមហើយប្រាប់ទៅបរិសុទ្ធថាអ្នកមិនចាំបាច់ព្រួយបារម្ភទេខ្ញុំមានស្រែហើយខ្ញុំមានផលដំណាំចេញពីការធ្វើស្រែអ្នកគ្រាន់តែទៅយកស្រូវអង្ករដែលខ្ញុំបានរៀបចំរួចរាល់ហើយយកទៅលក់នៅទីផ្សារប្រាក់កម្រៃបានយើងនឹងចែកគ្នាប្រហែលអ្នកសំទាននោះលើឱកាសដូច្នេះក៏រំភើបអរជាខ្លាំងហើយរត់ទៅក្រាបសាពះបាត់ជើងរបស់សភ័យនោះដោយក្តីដឹងគុណហើយក៏សួរបន្ថែមទៀតថាចុះផលចំណេញដែលបានមកតើអ្នកចែកឲ្យខ្ញុំបាត់ណាដែរខ្ញុំ20%អ្នក80%ឬក៏ខ្ញុំ10%អ្នក90%សភ័យញញឹមដោយគូស្មាបរិសុំទាននោះតិចៗថាខ្ញុំមិនចង់បានចំណេញអ្វីពីអ្នកច្រើននោះទេគ្រាន់តែខ្ញុំចង់ជួយអ្នកអញ្ចឹងអ្វីដែលអ្នកលក់បានចំណេញគ្រាន់តែទុក10%ឲ្យខ្ញុំទៅបានហើយចំណែក90%ទៀតជារបស់អ្នកបរិសុំទានសប្បាយរីករាយហើយព្យាយាមខិតខំធ្វើការដើរលក់ស្រូវអង្ករនោះក្នុងរយៈពេលពេញមួយខែដោយរំពឹងឲ្យចំណេញច្រើនដោយប្រឹងទាំងយប់ទាំងថ្ងៃដល់ពេលវេលាចែកប្រាក់ចំណេញបុរសដែលជាអ្នកធ្លាប់សុំទាននោះបានរាប់លុយសារចុះសារឡើងជាច្រើនដងហើយគិតក្នុងចិត្តយ៉ាងណា10%ក៏នៅតែជាចំនួនច្រើនដល់ថ្ងៃកំណត់សទ្ធិគាត់បានទៅជួបបុរសនោះដើម្បីយកភាគលាភ10%ប៉ុន្តែត្រូវបានបុរសនោះបដិសេធដោយគាត់និយាយថាខែនេះខាត់អត់ចំណេញអត់បានតាមការរំពឹងទុកបុរសសទ្ធិញញឹមហើយក៏លើកឡើងថាខ្ញុំយល់ពីស្ថានភាពរបស់អ្នកហើយបើសិនជាអ្នកមិនសូវចំណេញទេទុកឲ្យខ្ញុំ5%មកបានហើយសម្រាប់ខែនេះតែបុរសនោះនៅតែព្យាយាមរកលេសដើម្បីមិនចង់ឲ្យសេដ្ឋីទៀតលើកឡើងពីគ្រួសារពីប្រពន្ធពីកូនឪពុកម្ដាយសេដ្ឋីក៏បន្តញញឹមទាំងទឹកមុខស្ងួតបើសិនជាអ្នកគ្មាន5% 1%ឬពាក់កណ្ដាលនៃ 1% ក៏បានដែរបើសិនជាអ្នកនៅតែបដិសេធខ្ញុំមានអារម្មណ៍ថាខ្ញុំបានជួយអ្នកខុសហើយបរិសុទ្ធអ្នកនោះនៅតែដាច់ហង្ការបដិសេធមិនព្រមឲ្យនៅចំណែកនោះទៅឲ្យសេដ្ឋីក៏ញញឹមទាំងទឹកមុខស្ងួតហើយក៏បានប្រាប់ទៅបុរសនោះថាខ្ញុំដឹងថាអ្នកចំណេញប៉ុន្តែ